ពីមុនឲ្យតែធ្វើនំសមឬក៏មានជាបន្លែប្រឡោអីគឺតែងតែផ្ញើទៅពុកម៉ែមីងមារបស់ខ្ញុំនៅថៃបងប្អូនតែថ្ងៃនេះគឺមកធ្វើជាមួយនឹងសមថ្នោតចង្ហុយចឹងហើយគឺផ្ញើទៅសារតែឥឡូវគឺយើងពិបាកក្នុងការផ្ញើចេញចូលថៃចឹងបងប្អូនចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺចេញប្លុកមកទៀតហើយបងប្អូនគឺមកធ្វើជាមួយនឹងនំសមថ្នោតបងប្អូនចាហើយជាដំបូងគឺខ្ញុំចាប់ផ្ដើមពីអ្នកប្តីមករឹសត្នោតសិនហើយត្នោតក៏មាននរណាឆ្ងាយដែរបងប្អូនគឺនៅតែក្បែរផ្ទះយើងនឹងឯងនិយាយពីថាត្នោតហ្នឹងគឺថាឡើងធំបងប្អូនមួយផ្លែហ្នឹងប្រហែលជា3ទៅ4គ្រាប់ហើយនិយាយពីសាច់វិញឡើងក៏អូបទ្រុបបងប្អូនអើយមកដល់គឺហេងតែម្ដងធ្លាក់បាន2គ្រាប់ឡើងធំទៅពេលរើសពីម្ដងទៅម្ដងបងប្អូនអើយនិយាយពីហល់សាច់របស់វាគឺថាឡើងល្អជាពិសេសគឺឈ្ងុយទ្រុបតែម្ដងបន្ទាប់ពីរើសមកសន្ទុះបងប្អូនអើយយើងក៏រើសបានគិតថាល្មមសមហើយក៏ត្រឡប់មកផ្ទះវិញមកដល់យាយក៏ដំដើម្បីឲ្យវាបកស្រួលបងប្អូនហើយនិយាយពីសាច់ត្នោតបងប្អូនអើយឃើញតែសម្បកចេះមែនគឺថាសាច់ឡើងណែនហើយក៏មានជាមួយនឹងដូងដែរបងប្អូនអើយវិញសមផ្លេចដូងមិនបានទេចាខ្ទិះហើយឈ្ងុយបន្ទាប់ពីខ្ញុំកាប់ដូងហើយខ្ញុំក៏ចាប់ផ្ដើមកោសទុកម្លែកសិនបងប្អូនយើងក៏យកពេលនោះមកចាប់ផ្ដើមកោសជាមួយនឹងសាច់ត្នោតម្ដងសាច់ត្នោតគឺខ្ញុំតែងតែកោសជាមួយនឹងកង្ហាលបងប្អូនយើងដោះសិនមកចាកង្ហាលដែលយើងប្រើរាល់ថ្ងៃយើងដោះវាមកបងប្អូនចាកោសទៅវាបានសាច់របស់វាម៉ត់ល្អបន្ទាប់មកកោសត្នោតរួចហើយខ្ញុំក៏ចាប់ផ្ដើមបន្តមកស្រង់អង្ករត្នើបសិនចាដែលយើងបានត្រាំប្រហែលជា1ម៉ោងឯដែរបងប្អូនហើយនេះគឺជាសាច់ត្នោតដែលកោសបានបងប្អូនអើយនិយាយពីថាសាច់ឡើងល្មូតចាបន្ទាប់ពីកោសត្នោតស្រង់អង្ករអីអស់ហើយបងប្អូនយើងក៏ចាប់ផ្ដើមច្បល់ចាច្បល់អង្ករត្នើបរបស់យើងដាក់ជាមួយសាច់ត្នោតហើយថែមជាមួយនឹងស្ករដាក់ជាមួយនឹងខ្ទិះដូងថែមជាមួយនឹងទឹកម្សាបងប្អូននិយាយទៅស្ករយើងមិនបាច់សដាក់ច្រើនទេបងប្អូនដោយសារតែត្នោតរបស់យើងគឺមានរសជាតិផ្អែមឡំស្រេចហើយយើងដាក់តែបន្តិចទៅបងប្អូនកុំឲ្យផ្អែមពេកចាតែផ្អែមតិចផ្អែមពេកសន្សំរបស់យើងអត់សូវល្អចង់និយាយជិបមាត់បងប្អូនបន្ទាប់ពីច្បល់ហើយបងប្អូនចាខ្ញុំក៏បន្តមកដិតភ្លើងចាដើម្បីយើងដាំទឹកថ្ងៃនេះគឺខ្ញុំបានស្ងោរតែបងប្អូនគឺខ្ញុំដាក់ចំហុយដោយសារតែពេលដែលយើងស្ងោរទៅខ្លាញ់ឡូវេរីបងប្អូនដោយសារសំនេះគឺជាទូទៅយើងភាគច្រើនធ្វើចំហុយទៅពេលដាក់ភ្លើងហើយបងប្អូនខ្ញុំក៏ដាក់ឥដ្ឋរៀបនៅលើឆ្នាំងហើយក៏ដាក់ដាំឆ្នាំងយើងដាំទឹកក្តៅតែម្ដងបងប្អូននិយាយទៅដាក់ឥដ្ឋអញ្ចឹងគឺយើងពេលដែលយើងចំហុយស្រួលបងប្អូនវាអត់ចូលទឹកធ្វើឲ្យសំរបស់យើងរីទេចាខ្ញុំចាប់ផ្ដើមដាក់ដាំទឹកចូលហើយមកមើលយាយអានេះគឺគាត់ចាប់ផ្ដើមដាក់ខ្ចប់ម្សៅឲ្យបងប្អូននិយាយទៅខ្ចប់កុំសោធំពេកបងប្អូននេះមកល្មមហើយនិយាយពីថាសាច់ត្នោតនឹងអង្គមើលទៅលងលើល្អមែនទេបងប្អូននេះគឺជារូបរាងសមយាយដែលខ្ញុំគាត់ខ្ចប់បងប្អូនបើឲ្យខ្ញុំខ្ចប់គឺខ្ញុំអត់ចេះទេបងប្អូនបន្ទាប់ពីខ្ចប់រួចរាល់ហើយបងប្អូនយើងក៏ចាប់ផ្ដើមដាក់ចំហុយហើយអានេះគឺថាចាប់ផ្ដើមស្លកបណ្ដើហើយណាបងប្អូនចានិយាយទៅមើលទៅលងតំណងក្រោយមកចាប្រហែលជា1ម៉ោងអីដែលមិនដល់1ម៉ោងទេបងប្អូនចាឥឡូវគឺអន្សមរបស់យើងឆ្អិនហើយនេះគឺជារូបរាងអន្សមត្នោតរបស់យើងចំហុយចាឲ្យប្រមាណលើប្រមាណដែរបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តមើលវីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង share ហើយនិង comment ម្នាក់មួយផងណាបងប្អូនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នាបាយបាយបងប្អូន